ចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងកែលំហាត់លេខ2និងលេខ3នៅក្នុងមេរៀនការបូកចំនួនមានលេខ4ខ្ទង់និង2ខ្ទង់ដោយមានត្រាទុកអញ្ចឹងមុននឹងអ្នកគ្រូកែលំហាត់អ្នកគ្រូសូមឲ្យយើងជួយចុច like និងចុច subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតឥឡូវយើងមើលលំហាត់លេខ2ចូលបំពេញផលបូកក្នុងប្រអប់អញ្ចឹងយើងអាចបំពេញបានទេដោយសារនេះវាជួរដេកអញ្ចឹងគឺយើងត្រូវសរសេរចម្លើយនៅខាងក្រោមជាជួរឈរដើម្បីយើងងាយស្រួលគណនាអញ្ចឹងយើងដាក់មកពីបំពេញផលបូកក្នុងប្រអប់អញ្ចឹងយើងចាប់ផ្ដើមពីលំហាត់អក្សរកដើម្បីបូកលេខ4ខ្ទង់និង2ខ្ទង់ដោយមានត្រាទុកជាដំបូងគឺយើងត្រូវសរសេរចំនួនទាំងពីរឲ្យត្រូវតាមខ្ទង់រួចហើយយើងចាប់ផ្ដើមបូកពីខ្ទង់រាយអញ្ចឹងខ្ទង់រាយតួទី1ផ្នែកខាងលើនេះមានលេខ4ខ្នេះលេខ8អញ្ចឹង4បូកនឹង8 12ចាបើ12គឺយើងត្រូវសរសេរលេខ2ហើយត្រាទុក1អញ្ចឹងចាប់ពី10ឡើងទៅគឺយើងត្រូវត្រាទុក10យើងត្រាទុក1 20យើងត្រាទុក2 30យើងត្រាទុក3អញ្ចឹងទៅហើយការត្រាទុកគឺយើងមិនមែនត្រាទុកលើខ្ទង់ដដែលទេគឺយើងត្រាទុកខ្ទង់មុខវាមួយខ្ទង់ចា10យើងត្រាទុក1 20យើងត្រាទុក2យើងត្រូវទៅចាំថាអញ្ចឹង30យើងត្រាទុក3បន្ទាប់ពីយើងបូកខ្ទង់រាយរួចហើយយើងចាប់ផ្ដើមបូកខ្ទង់10 1បូកនឹង2 3 3បូកនឹង6 9អញ្ចឹងគឺយើងសរសេរលេខ9តទៀតខ្ទង់100អត់មានអីបូកយើងទម្លាក់ចុះមកខ្ទង់ពាន់ដូចគ្នាអត់មានអីបូកគឺយើងទម្លាក់ចុះតទៀតលំហាត់អក្សរខយើងចាប់ផ្ដើមបូកពីខ្ទង់រាយដោយសារអ្នកគ្រូតម្រៀបឲ្យយើងរួចហើយយើងគ្រាន់តែមើលរៀនបូកមក9បូក6 15យើងសរសេរលេខ5កន្ត្រាទុក1 1បូកនឹង2 3 3បូកនឹង3 6អញ្ចឹងយើងសរសេរលេខ6 4អត់មានអីបូកយើងទម្លាក់ចុះ6អត់មានអីបូកយើងទម្លាក់ចុះតទៀតលំហាត់អក្សរគោយើងចាប់ផ្ដើមបូកពីខ្ទង់រាយ7និង2 9អញ្ចឹងយើងសរសេរលេខ9 5បូក6 11ចាប់ពី10ឡើងគឺយើងត្រូវត្រាទុកអញ្ចឹង11យើងសរសេរលេខ1កន្ត្រាទុក1យើងដាក់នៅខ្ទង់មុខវាមួយខ្ទង់ចា1បូកនឹង5 6យើងសរសេរលេខ6 7អត់មានអីបូកយើងទម្លាក់ចុះតទៀតលំហាត់អក្សរខួរចាលំហាត់អក្សរខួរលើកនេះគេប្រាប់យើងតួទី1និងប្រាប់ចម្លើយហើយគេឲ្យយើងបំពេញតួទី2អញ្ចឹងយើងមើលតាមផលបូកហើយនឹងតួទី1នេះដើម្បីបំពេញបានអញ្ចឹងខាងលើមានលេខ6ហើយយើងចង់ឲ្យចម្លើយចេញធ្វើម៉េចខ្លាចទៅជាលេខ1អញ្ចឹងដើម្បីឲ្យ6បូកមកឲ្យចេញ1លុះត្រាតែយើងដាក់5អញ្ចឹងកាលណា6បូកនឹង5វាស្មើ11អញ្ចឹងវាស្មើ11យើងសេលេខ1ត្រាទុក1អញ្ចឹងអានេះ1បូក5បាន6ធ្វើម៉េចឲ្យវាបាន8អញ្ចឹងគឺយើងត្រូវបូកនឹង2អញ្ចឹងយើងបាន1បូក5 6 6នឹង2 8តទៀតអានេះចង់ឲ្យនៅ7អញ្ចឹងយើងមិនបាច់ដាក់លេខអីទេហើយនេះចង់ឲ្យនៅលេខ6យើងមិនបាច់ដាក់លេខអីទេដើម្បីឲ្យវាទម្លាក់ចុះមកយើងមិនបាច់ចាដាក់បូកបន្ថែមលេខអីតទៀតទេចាតទៀតលំហាត់អក្សរចលំហាត់អក្សរចរបស់យើងគឺគេប្រាប់តួទី2ហើយនឹងចម្លើយអញ្ចឹងយើងបូកធ្វើម៉េចឲ្យចេញបែបហ្នឹងអញ្ចឹងយើងដាក់ធ្វើម៉េចឲ្យ5បូកនឹងប្រមាណឲ្យស្មើ0អញ្ចឹងមានតែ5បូកនឹង5ស្មើ10កាលណាស្មើ10គឺយើងសេលេខ0ត្រាទុក1ហើយអញ្ចឹងយើងដាក់មកចាយើងដាក់លេខ5ខាងលើនេះមួយមកលេខ5មួយសិនមកអញ្ចឹង5បូក5ស្មើ10សេលេខ0យើងត្រាទុក1បន្ទាប់មកយើងចង់ឲ្យបូកមកឃើញ5អញ្ចឹងបើយើងចង់ឲ្យបូកឃើញ5អានេះបូកទៅបាន4ហើយអញ្ចឹងយើងត្រូវបន្ថែម1 1បូក1 2 2បូក3 5បន្ទាប់មកយើងចង់បាន6កន្លែងខ្ទង់100នេះអាក្រោមអត់មានទេអញ្ចឹងគឺយើងត្រូវសរសេរខ្ទង់100ផ្នែកខាងលើលេខ6ហើយខ្ទង់ពាន់គឺយើងត្រូវសរសេរលេខ3ដោយសារតួទី2នេះអត់មានតម្លៃខ្ទង់100និងខ្ទង់ពាន់ទេអញ្ចឹងយើងសរសេរលេខដូចគ្នាមកពេលបូកមកផលបូកនឹងចេញ3650អញ្ចឹងការបំពេញរបស់យើងគឺចាបំពេញលេខប៉ុណ្ណឹងគឺត្រឹមត្រូវចាអញ្ចឹងលំហាត់លេខ2យើងបានធ្វើហើយយើងក៏លេខទៅមើលលំហាត់លេខ3ម្ដង
លំហាត់លេខ3គឺគេឲ្យយើងចូលបំពេញចំនួនក្នុងប្រអប់ដោយមុធាគណនាតាមលំនាំគំរូអញ្ចឹងការបំពេញដោយមុធាគណនាយើងចំណាំណាចំណាំពាក្យមុធាគណនានេះពាក្យមុធាគណនាមានន័យថាគិតភ្លាមហើយបូកចេញចម្លើយភ្លាមដោយយើងមិនចាំបាច់ធ្វើប្រមាណវិធីទេដោយសារលេខដែលគេដាក់ឲ្យធ្វើមុធាគណនាហ្នឹងភាគច្រើនគឺជាលេខងាយដែលយើងអាចគិតចេញអញ្ចឹងយើងចំណាំពាក្យនឹងទុកទៅពាក្យមុធាគណនាហ្នឹងឥឡូវយើងមើលលំហាត់លេខ3ទាំងអស់គ្នាគេមានគំរូឲ្យយើងមើលហើយចាគំរូលំហាត់កគេដាក់2 + 3 ស្មើ5ខ4 + 5ស្មើ9 9 + 1ស្មើ10 3 + 5 8 និង2 10អញ្ចឹងយើងគិតតែមាត់ក៏ចេញដែរការដាក់លំហាត់មុធាហ្នឹងគឺគេដាក់ឲ្យយើងគិតភ្លាមចាគិតដោយមិនចាំបាច់ធ្វើប្រមាណវិធីឥឡូវយើងមើលលំហាត់តទៀត200និង300អ្នកគ្រូគិតថាយើងទាំងអស់គ្នាប្រកាសជាអាចឆ្លើយចេញហើយអញ្ចឹង200+ 300គឺ500តទៀត400សំទោស40 + នឹង50គឺ90 90 + នឹង10គឺ100អញ្ចឹងយើងដាក់មក100 30 + នឹង50គឺស្មើ80 80សំទោស80និង20គឺ100អញ្ចឹងយើងសេលេខ100មកអានេះដូចខុសគ្នាតែ0ណាគេឲ្យតាមលំនាំគំរូនេះគេមានលំនាំគំរូឲ្យហើយchứខុសតែ0ទេមើលនេះម្ដងអានេះលេខវាមាន0ច្រើនយើងសំខាន់នេះ2000 + 3000យើងបូកតែផ្នែកខ្ទង់ដែលខុសពី0មក2 + 3 5ខាងក្រោយនេះបូកគ្នាទៅចេញ0ទាំងអស់អញ្ចឹង2000 + 3000គឺស្មើ5000តទៀត400 + 500 900 900និង100 1000អានេះគឺលំហាត់គេមានជាលំនាំគំរូខុសគ្នាតែ0ទេអញ្ចឹង400 + 500 900 900 + 100គឺ1000និងលំហាត់ចុងក្រោយចាលំហាត់ចុងក្រោយ300និង500 800 800និង200គឺ1000ដូចគ្នា1000ដូចគ្នាអញ្ចឹងតើតងទៅនឹងលំហាត់លេខ2និងលេខ3នៅក្នុងមេរៀនការបូកចំនួនមានលេខ4ខ្ទង់និង2ខ្ទង់មានត្រាទុកចាក៏មានប៉ុណ្ណឹងចាសូមអរគុណច្រើននិងសូមជម្រាបលា